អ្នកទីនេះនឹងនិយាយអំពីកំណែតម្រង់នឹងការធ្វើឲ្យសណ្ដាប់ធ្នាប់ចរាចរណ៍คล้ายទៅជាមេគាឆ្ពោះទៅរកកាត់បន្ថយហានិភ័យក្នុងផ្លូវថ្នល់ណាអូខេក្នុងផ្លូវថ្នល់នៅក្នុងន័យនេះគឺត្រូវការឲ្យមានការយល់ដឹងណាអូខេនឹងត្រូវយល់ដឹងក្នុងរឿងហ្នឹងអញ្ចឹងខ្ញុំនឹងឆ្លើយនៅក្នុងសំណួរនេះឲ្យបានយល់នេះគឺជាមតិរបស់ James Hop មិនមែនជាការរិះគន់រាជការកម្ពុជាទេតែជាការផ្ដល់មតិហើយឲ្យខ្មែរយកទៅស្ដាប់មើលបញ្ហាសណ្ដាប់ធ្នាប់និងហានិភ័យខ្ពស់នៃចរាចរណ៍នៅកម្ពុជាកើតឡើងដោយកត្តាច្រើនយ៉ាងកត្តាសំខាន់នៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឈរឬក៏ផ្អែកទៅលើបញ្ហាជាបង្គោលឬក៏បញ្ហាជាគោលធំដូចតទៅទី1ចំណេះដឹងអ្នកបើកបរទាបបំផុតទី2សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍មានចំណេះដឹងទាបហើយពុកអលួយបញ្ហាពុកអលួយគឺរាជការដឹងមិនមែនរិះគន់ទេតែរាជការដឹងអំពើពុកអលួយអញ្ចឹងដើម្បីធ្វើឲ្យគ្រោះថ្នាក់តាមដងផ្លូវក្នុងចរាចរណ៍យានយន្តនៃប្រទេសកម្ពុជាគឺត្រូវធ្វើការកែតម្រង់លើវិថីពីរយ៉ាងលើផ្នែកពីរយ៉ាងការកែតម្រង់ទី1គឺត្រូវធ្វើឲ្យអ្នកបើកបរយានយន្តនៅកម្ពុជាចេះច្បាប់ចរាចរណ៍និងស្គាល់សញ្ញាផ្លូវទី2សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ចេះអនុវត្តច្បាប់ហើយនឹងគ្រប់គ្រងអំពើពុកអលួយឥឡូវចាប់ផ្ដើមពីការអប់រំឲ្យមានចំណេះដឹងចំពោះអ្នកបើកយានយន្តដែលហៅថា drivers education motorist education motorist គឺអ្នកបើកយានយន្ត driver អ្នកបើកយានយន្តដូចគ្នាអញ្ចឹងដំបូងគឺចាត់ទុករឿង driver education ចាប់ផ្ដើមដំបូងគឺក្រសួងដែលទទួលបន្ទុកបង្កើត app ដែលអាច download យកទៅប្រើបានគេហៅថា driver education app ដែលជា app ណែនាំអ្នកបើកយានយន្តនៅក្នុងនោះមានការពន្យល់ហើយនឹងមាន interaction គឺ app ហ្នឹងយកមកណាគឺចុចហើយវាឆ្លងឆ្លើយឲ្យបន្ទាប់មកទៀតមានលំហាត់ដែលលំហាត់ហ្នឹងសម្រាប់អ្នកបើកបរហ្នឹងរៀនមុននឹងទៅប្រឡងអូខេអញ្ចឹងក្រសួងដែលទទួលបន្ទុកខាងបានបើកបរខ្ញុំមិនដឹងថាពិតឬមិនពិតទេក្រសួងសាធារណការនិងដឹកជញ្ជូនជាអ្នកចេញបានបើកបរឬយ៉ាងណាណាអញ្ចឹងបានបើកបរក្រសួងដែលចេញបានបើកបរត្រូវមាន app ហ្នឹងហើយ app ហ្នឹងអាច download យកទៅប្រើបានគ្រប់គ្នាសម្រាប់អ្នករៀនបើកបរនិងតម្រូវការជាចាំបាច់អ្នកបើកបរហើយអ្នកដែលមានបានបើកបរហើយក៏ត្រូវតែចែកដែរព្រោះទៅប្រឡងសារជាថ្មីណាហ្នឹងមួយដែល app ហ្នឹងចុចទៅវា interact ហើយមានវគ្គដែលធ្វើលំហាត់តែលំហាត់ហ្នឹងត្រូវធ្វើឲ្យបានជាប់ 100% មុននឹងទៅប្រឡងនៅពេលទៅប្រឡង app ដែលប្រឡងមានរូបភាពខុសគ្នាពី app ដែលរៀនហើយអ្នកប្រឡងត្រូវជាប់បើមិនជាប់30ថ្ងៃក្រោយមកប្រឡងទៀតដើម្បីនឹងផ្ដល់ឲ្យនៅចំណេះដឹងដល់អ្នកបើកយានយន្តគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាចាប់តាំងពីការស្គាល់សញ្ញាផ្លូវចាប់តាំងពីស្គាល់អ្វីនិងរបៀបបើកបរហានិភ័យកន្លែងរបៀបចតរបៀបកាត់ចង្កូតរបៀបឆ្លងថ្នល់ព្រមទាំងលេខបានបើកបរប្រទេសកម្ពុជាត្រូវរៀបបានបើកបរបើកម៉ូតូប្រភេទអីបើកកង់3ប្រភេទស្អីបើកឡានប្រភេទអីត្រឹមប្រមាណទម្ងន់ឡានប្រមាណណាហើយបើករថយន្តដឹកជញ្ជូនពាណិជ្ជកម្មប្រភេទអីបើករថយន្តដែលមិនមែនជាពាណិជ្ជកម្មតែជាខ្នាតឧស្សាហកម្មដូចសំណង់អីឡានដឹកស៊ីម៉ងតើប្រភេទអីអាហ្នឹងគឺត្រូវរៀបចំបែងចែកបន្ទាប់ពីបង្កើតការចេះដឹងណាបង្កើតការចេះដឹងដល់ drivers ដែលហៅថា drivers ឬ motorist education គឺក្រសួងត្រូវបំពន់ហើយប្រឡង
ឲ្យមន្ត្រីប៉ូលីសចរាចរណ៍ចេះអនុវត្តច្បាប់ចរាចរណ៍ដែលមន្ត្រីទាំងអស់ត្រូវប្រឡងតែមុននឹងប្រឡងច្បាប់អនុវត្តចរាចរណ៍ត្រូវមានអាប់ដូចគ្នាដែលមន្ត្រីប៉ូលីសចរាចរណ៍ដោនឡូតយកទៅរៀនហើយធ្វើលំហាត់ឲ្យបានពិន្ទុ100នៅក្នុងទូរស័ព្ទមុននឹងមកប្រឡងណាមកប្រឡងដូច្នេះអ្នកបើកបរទាំងអស់ដែលមានបានបើកបរត្រូវមកប្រឡងតាមជួរលេខនៃបានបើកបរតាមជួរលេខនៃបានបើកបរចំណែកឯអាប់ពេលប្រឡងមានរូបរាងខុសពីអាប់រៀនណាប្រឡងជាប់បើធ្លាក់3ដងឲ្យប្រឡងសារថ្មីទាំងអស់ប្រឡងសារថ្មីទាំងអស់មានន័យថាម៉េចប្រឡងតាំងពីអាប់ប្រឡងតាំងពីបើកកាច់ចកោតប្រឡងលើថ្នល់តែបើប្រឡងវគ្គទី1គឺប្រឡងចំណេះដឹងប្រឡងតាមអាប់បើ3ដងធ្លាក់ត្រូវប្រឡងវិញទាំងអស់នៅឲ្យកាន់បើកបរបានបើកបរតែត្រូវប្រឡងវិញក្នុងរយៈពេល3ខែបើ3ខែមិនមកប្រឡងវិញបានបើកបរលែងមានសុពលភាពចាត់ទុកថាជាមនុស្សមិនធ្លាប់បើកបរអនុវត្តអញ្ចឹងរីឯប៉ូលីសចរាចរណ៍ប្រឡងដូចគ្នាអាប់រៀនអាប់លំហាត់មានរូបរាងខុសគ្នាពីអាប់ប្រឡងណាដល់បន្ទាប់ពីប្រឡងហើយអង្គភាព1ទៅអង្គភាព1ប្រឡងហើយនៅពេលប្រឡងហ្នឹងអានឹងកិច្ចការខាងប៉ូលីសអនុវត្តណាអូខេចាំខ្ញុំប្រាប់ពីរបៀបទប់ស្កាត់អំពើពុករលួយដំបូងខ្ញុំនិយាយហើយណា drivers and motorist education ទី2 law and traffic enforcement education សម្រាប់ traffic officer បន្តមកទៀតក្រសួងចាប់ផ្ដើមបំពាក់សមត្ថកិច្ចនៅកាមេរ៉ា body cam body cam ក្នុងបំពេញកិច្ចការប្រចាំថ្ងៃគឺ body cam ត្រូវដើររហូតអត់មានជប់ទេ body cam ឥឡូវថោកដូចអាចអញ្ចឹង body cam ត្រូវតែពាក់ហើយបើករហូតដល់ពេលឈប់បំពេញការងារឬក៏តែស៊ីបាយក៏បើក body cam ដែរដល់ពេលចប់ម៉ោងបេសកកម្មម៉ោងបំពេញការងារមេពួកនិងមេក្រុមប៉ូលីសប្រមូល body cam ដើម្បីយកទៅដាក់នៅ terminal ឲ្យម៉ាស៊ីន body camera ហ្នឹងវា upload ទៅ central គ្មានភ្នាក់ងារប៉ូលីសណាអាចលុបបានក្រោយ upload ទៅទេហើយបើសិនណាជា time stamp តួលេខម៉ោងនៅក្នុងកាមេរ៉ាហ្នឹងត្រូវគេលុបបំបត្តិឬក៏ត្រូវបាត់បង់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍3ដងគឺត្រូវតែដាក់វិន័យដេញចោលឈប់ឲ្យធ្វើប៉ូលីសពីព្រោះ alter working record ម្ដងគេឲ្យបន្ទុកកំហុសម្ដងបើមួយឆ្នាំគេរកឃើញខុស3ដងគេដេញចោលមេពួកនិងមេក្រុមប៉ូលីសក៏ទទួលទោសទៅតាមហ្នឹងមេកងគេបកសាក់ឬក៏គេទម្លាក់បនសាក់ body cam ទាំងអស់គ្នាអូខេហ្នឹងមួយទៀតការផាកពិន័យគឺសរសេរលិខិតផាកអ្នកបងយកទៅបងនៅកន្លែងផ្សេងណាអ្នកបងយកទៅបងកន្លែងផ្សេងកាមេរ៉ាជាអ្នក record ថាបានបញ្ឈប់អ្នកបើកបរនៅកន្លែងណាបើបញ្ឈប់អ្នកបើកបរដោយអត់មានការផាកពិន័យមន្ត្រីប៉ូលីសត្រូវសរសេរនៅក្នុង journal ខ្លួនថាម៉ោងនេះបញ្ឈប់អ្នកបើកបរអត់បានផាកអីទេមូលហេតុតែមិនបានផាកហ្នឹងគឺគ្រាន់តែណែនាំណាអូខេអាហ្នឹងចឹងនេះគឺការពារអំពើពុករលួយហុចលុយឲ្យដោយអត់បង់ផាកពិន័យរីឯការតវ៉ារបស់ motorist ការតវ៉ារបស់ driver ច្បាប់ត្រូវប្រាប់ថាអ្នកបើកបរយានយន្តត្រូវតវ៉ានៅឯកន្លែងបង់ផាកពិន័យគេមានបន្ទប់ arbitration មួយដែលគេទទួលឲ្យតវ៉ាយើងទៅយកលេខទៅដល់លេខយើងទៅតវ៉ាទៅបើចៅក្រមនៅក្នុងបន្ទប់ arbit មកឆន្ទកៃណាគេយល់ថាគេឲ្យរួចខ្លួនហើយណាប៉ុណ្ណឹងនៅពេលដែលបុគ្គលនឹងចង់តវ៉ាទៅគណៈកម្មការមជ្ឈន្តកៃគេហៅពួក arbitration ឬក៏ហៅថាទៅខួតតែអានោះសម្រាប់តែអ្នកបើកបរទេលឿនចុយម៉ែយកតែលេខទៅក៏ចាំគេទៅចូលទៅណាបើសិនណាជាយើងមានលេខហ្នឹងយើងកត់លេខហ្នឹងទុកនៅលើกระดาษផាកពិន័យគេអត់ថែមការប្រាក់ទេឧទាហរណ៍តែกระดาษផាកពិន័យហ្នឹងគេថា10ថ្ងៃឲ្យបង់បើយើងបង់មិនទាន់ទេគេថែមការប្រាក់គេអត់យកការប្រាក់យើងទេបើយើងមានលេខរងចាំដោះស្រាយជាមួយតុលាការហើយតុលាការហ្នឹងមិនមែនកាត់ក្តីរឿងឆ្លោះគ្នាគឺកាត់ក្តីរឿងវិវាទកម្មឬក៏មន្ទិលក្នុងផ្លូវបើកបរចប់
អាហ្នឹងមួយទៀតគឺពេលមានគ្រោះថ្នាក់ទាំងអស់អ្នកបើកបរមានកាមេរ៉ាអាចថតបានក៏ប៉ុន្តែបើសិនណាជាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបញ្ចេញទៅ social media មុនពេលកាត់សេចក្តីថាខុសឬត្រូវអបប្រមាណថាមានអ្នកដទៃគេថតហើយអ្នកបើកបរហ្នឹងនៅហ្នឹងណាអ្នកបើកបរនៅហ្នឹងទាំងសងខាងគឺនៅក្នុងវីដេអូហ្នឹងប៉ុន្តែមានអ្នកដទៃថតហើយអ្នកដទៃហ្នឹងត្រូវបានរកឃើញថាមិនជាប់សាច់ឈាមទេគឺអ្នកក្រៅសពអត់មានទោសទេក៏ប៉ុន្តែរដ្ឋចេញសេចក្តីណែនាំថាគ្មានការវិនិច្ឆ័យណាមួយយកជាការបានទេពីព្រោះអាហ្នឹងវាជា public videography អត់មានអាចកាត់សេចក្តីបានទេរីឯបុគ្គលដែលនៅក្នុងគ្រោះថ្នាក់ថតដូចគ្នាតែត្រូវទុកវីដេអូហ្នឹងជាផុសតាំងសម្រាប់តវ៉ាគ្នាដោយមិនបញ្ចេញទៅ social media ទេបើបញ្ចេញរូបភាពហ្នឹងទៅ social media មុនកាត់សេចក្តីចាត់ទុកថាមិនមែនជាផុសតាំងស្របច្បាប់ក្បត់ចោលច្បាស់ទេអានោះជាការសិក្សាអប់រំដល់អ្នកបើកបរណាដល់អ្នកបើកបរតើការដែលខ្ញុំអធិប្បាយប៉ុណ្ណឹងវាជួយទេបើសិនជាខ្មែរហើយវាពិបាកធ្វើយ៉ាងម៉េចអូនគឺវាអត់លំបាកធ្វើទេណាអាហ្នឹងមួយទៀតក្រៅផ្លូវការកាត់បន្ថយអំពើពុករលួយរបស់សមត្ថកិច្ចប៉ូលីសគឺការចល័តក្រុមប៉ូលីសលើកន្លែងធ្វើការឧទាហរណ៍ថាក្រុមលេខ3កងតូចលេខ1កងធំលេខ1ណានៅផ្លូវលេខប្រមាណទៅដល់ផ្លូវលេខប្រមាណតាមបណ្ដោយវិថីអនុវត្តច្បាប់ចរាចរណ៍នៅទីហ្នឹងមួយសប្តាហ៍ផ្លាស់ចេញទៅទួលគោកអ្នកទួលគោកទៅផ្សារអូរស័យអ្នកផ្សារអូរស័យទៅបែកលៀបណាអ្នកបែកលៀបមកស្ពាកោះពេជ្រអ្នកកោះពេជ្រទៅរៃស័ព្ទទៅជ្រោយច្បារឧបមារៀងរាល់សប្តាហ៍ចល័តរីឯថ្ងៃដែលចល័តគឺអត់ទៀងណាមានក្រុមខ្លះចល័តថ្ងៃច័ន្ទក្រុមខ្លះគេពុតប្រហោះសុកសៅរ៍អាទិត្យខុសគ្នាណាកាលណាយើងចល័តមន្ត្រីអាអ្នកដែលវាបើកតាមផ្លូវហ្នឹងវាអត់ពុករលួយជាមួយមនុស្សប៉ូលីសហ្នឹងទេពួកប៉ូលីសហ្នឹងជួបអ្នកថ្មីរហូតហើយចំណែកអ្នកបើកបរហ្នឹងជួបប៉ូលីសថ្មីរហូតកុំឲ្យកងប៉ូលីសហ្នឹងនៅតាមផ្លូវហ្នឹងរហូតដល់ដល់ស្លែ rotation of police of traffic officer reduce corruption អូខេទៅអនាគត paperwork ទាំងអស់ស្អីដែលជា paperwork អត់ឲ្យមានទេកាត់ទាំងអស់ឧទាហរណ៍ថាឲ្យប៉ូលីសហ្នឹងមាន app ប៉ូលីស download app មួយហើយកាន់តែ app ហ្នឹងទៅធ្វើការឧទាហរណ៍ app កាលណាចុចសរសេរព្រឹត្តិការណ៍វាឲ្យលេខហ្នឹងលុបអត់បានទេម្ចាស់ខ្លួនដែលប្រើ app ហ្នឹងលុបអត់បានទេអត់ឲ្យលុបទេសរសេរខុសបើចង់សរសេរមួយស្លាកទៀតប្រាប់ថាសរសេរអត់ល្អមិនពេញចិត្តទុកអាហ្នឹងឲ្យគេមើលគ្រប់កំណត់ហេតុរបស់ប៉ូលីសបងលេខអត់ឲ្យលុបបានបើលុបភ្នាក់ងារនឹងត្រូវឡើងឆ្លើយនឹងក្រសួងស៊ើបអង្កេតអំពើពុករលួយកាត់បន្ថយអូខេអំពើពុករលួយកាត់បន្ថយបន្ទាប់មកទៀតបរិស្ថានកាមេរ៉ាសុវត្ថិភាពសាធារណៈ public security TV កាមេរ៉ាតាមដងផ្លូវឥឡូវក៏វាច្រើនដែរខ្ញុំឃើញទីក្រុងភ្នំពេញមានកាមេរ៉ាច្រើនណាអញ្ចឹងកាមេរ៉ាទាំងអស់ណាហើយបន្ទាប់មកទៀតសមត្ថកិច្ចក៏ survey មើលកាមេរ៉ាផ្ទះកាមេរ៉ាតាមផ្ទះក៏មានបែរមុខមកផ្លូវដែរអញ្ចឹងគ្រប់កាមេរ៉ាទាំងអស់នេះជួយឲ្យកាត់បន្ថយអំពើពុករលួយដែរណាឥឡូវបងប្អូនស្ដាប់មើលតើវិធីដែលខ្ញុំរៀបរាប់ស្ដីពីការរឹតបន្តឹងបោសសម្អាតកាត់បន្ថយគ្រោះថ្នាក់និងអំពើពុករលួយធ្វើកើតទេលួយកាត់ចាញ់តិចណាស់ធ្វើកើតទេខ្ញុំឆ្លើយខ្លួនឯងថាគ្មានអីធ្វើមិនកើតទេសមត្ថភាពនៃរាជការកម្ពុជាធ្វើកើតនេះគឺជាចំណេះដឹងពលរដ្ឋលើវិស័យរដ្ឋបាលមើលបងប្អូនឆ្លើយមើលធ្វើជួយទេបើធ្វើដូចខ្ញុំកាត់បន្ថយអំពើពុករលួយនិងគ្រោះថ្នាក់ចរាចរណ៍ទេឆ្លើយមើលអ្នកស្ដាប់ណាមិននិយាយលេងកំ pl កំ pl ទេគឺនិយាយថាតើយើងចេះទេយើងជាពលរដ្ឋយើងយល់ថារាជការធ្វើអញ្ចឹងទៅសមរម្យទេ
body camera lớn á nó là gì mua bài mà $20 các bạn này bà police đi công Phnom Penh tinh camera body cam á họ tiêu họ tham police vay tham mà mơn nè cho miền đây tham mà mơn cường camera là kẹt cho bằng luôn mà mơn cường tầm lại mua bài chia $5 nè chẳng chấm này lôi tập 50,000 đây bột năng download upload base hay năng system setup 15,000 ឬក៏ 10,000 មួយជា2ចុះណាអាហ្នឹងគឺជាការកាត់បន្ថយការរំលោភជិះជាន់និងគ្រោះថ្នាក់អូខេអាហ្នឹងអញ្ចឹងណាអញ្ចឹងគំនិតរបស់លោកសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនអាចធ្វើខ្លួនឯងម្នាក់ឯងកើតទេដូចរឿង scam អញ្ចឹងមហាផ្ទៃធ្វើខ្លួនឯងមិនកើតទេខ្ញុំតវ៉ាថាទាល់តែធនាគារជាតិនៃកម្ពុជាក្រសួងហេដ្ឋារចនាសម្ព័ន្ធប្រៃសណីទូរគមនាគមន៍មហាផ្ទៃការពារប្រទេសធ្វើទាំងអស់គ្នាបើធ្វើទាំងអស់គ្នាទៅបង្ក្រាប scammer បានខ្ញុំនិយាយអញ្ចឹងហើយឥឡូវខ្ញុំអត់រីករាយរដ្ឋាភិបាលទេខ្ញុំបញ្ចេញយោបល់អូខេបញ្ចេញយោបល់ហ្នឹងចឹងអត់មានអីបញ្យល់ក្រៅពីកាមេរ៉ាតែពាក់ជាប់នឹងខ្លួនទេហ្នឹងប៉ុណ្ណឹងណាអូខេឥឡូវចាប់មកវគ្គខ្ញុំឆ្លើយឆ្លង